បាទសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទឈ្មោះសុនបូរ៉ាបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូតូចមួយចង់លើកមកចែករំលែកចែកជូនអ្នកទាំងអស់គ្នាគ្រាន់តែជាចំណេះដឹងតូចមួយទេបងប្អូនទាំងអស់គ្នាតាក់ទងនឹងការ live វីដេអូហ្គេមនៅក្នុងកម្មវិធី OBS ជាមួយនឹង Facebook បងប្អូនទាំងអស់គ្នាហើយមួយវិញទៀតមុននឹងចូលដល់ការធ្វើវីដេអូរបស់ខ្ញុំសូមចិត្តបងប្អូនទាំងអស់គ្នាម្នាក់មួយណាបងប្អូនទាំងអស់គ្នាជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយផងដើម្បីឲ្យខ្ញុំឆាប់គ្រប់គោលការណ៍ណាបងប្អូនទាំងអស់គ្នាអូខេតោះកុំឲ្យខាត់ពេលយូរយើងចូលទៅមើលការធ្វើទាំងអស់គ្នាជាមួយនឹងខ្ញុំអូខេខ្ញុំសូមដាក់លើបន្តិចបងប្អូនទាំងអស់គ្នាអូខេយើងចូលមក OBS មកបងប្អូនទាំងអស់គ្នាបើក OBS មកហើយនេះខ្ញុំ live game រាល់យប់បងប្អូនទាំងអស់គ្នាខ្ញុំបានរៀបចំរួចហើយយើងចូល setting អូខេបងប្អូនទាំងអស់គ្នាដែលអត់ទាន់បានចេះឬក៏អត់ទាន់បានធ្វើនៅកម្មវិធី OBS នេះរបៀបដំឡើងបងប្អូនអាចមើលវីដេអូរបស់ខ្ញុំបានខ្ញុំនឹងដាក់ description ខាងលើបងប្អូនចុចចូលមើលទៅបងប្អូននឹងដឹងពីរបៀបដំឡើងនិងរៀបចំអញ្ចឹងណាបងប្អូនទាំងអស់គ្នាអូខេតោះកុំឲ្យខាត់ពេលយូរជាដំបូងបងប្អូនចូលកន្លែង setting ក្រោមនេះបងប្អូនចុចវាហើយវានឹងចេញមកផ្ទាំងមកបែបនេះអញ្ចឹងបងប្អូនចូលកន្លែង stream ពាក្យថា stream រួចហើយកន្លែងលើនេះវាមានអូខេ YouTube វាមាន Facebook ហើយវាមានអីច្រើនទៀតអញ្ចឹងយើងធ្វើជាមួយនឹង Facebook ត្រូវបងប្អូនអរគ្នាអញ្ចឹងយើងចុចពាក្យ Facebook មកអូខេអានេះជា stream key ចាស់របស់ខ្ញុំដែលខ្ញុំលេងរយជប់ឥឡូវខ្ញុំចូលទៅយកនៅក្នុង Facebook របស់ខ្ញុំអូខេចូលច្រមមកអញ្ចឹង Facebook របស់ខ្ញុំបានបើករួចហើយបងប្អូនអរគ្នា Facebook បើកមកគឺកន្លែងនេះអារូបកាមេរ៉ាវីដេអូបងប្អូនចុចមកអាហ្នឹងវាដាក់ live នេះគេដាក់ថា live វីដេអូអញ្ចឹងបងប្អូនចុចអាហ្នឹងមកអូខេចាំមក play អូខេវាចេញមកបែបនេះអញ្ចឹងបងប្អូនចុចអានេះរូបនេះគេដាក់ថា go live អញ្ចឹងយើងចុចអាពាក្យថា set up live video ដើម្បីយើងយក stream key Facebook យកទៅដាក់នៅក្នុង live stream នៅក្នុង OBS បងប្អូនអរគ្នាអូខេញ៉ាំតិចសិនអូខេនេះចេញមកហើយបងប្អូនអរគ្នាចេញមកនេះអញ្ចឹងយើងចុចមកកន្លែង copy នេះ stream key វាចុចមកហើយយើងចូលទៅក្នុង OBS របស់យើងវិញនេះបងប្អូនអរគ្នាកន្លែង stream នេះអញ្ចឹងយើងយកវាមក pass ចូលនៅក្នុងកន្លែង stream key ហ្នឹងយើងចុចមក pass វាមកបងប្អូនធ្វើរបៀបណាក៏បានដែរឲ្យតែយើងបានយក stream key ហ្នឹងយកមកដាក់នៅក្នុងកន្លែងហ្នឹងបងប្អូនអរគ្នារួចហើយយើងចុច apply នៅខាងក្រោមយើងចុច OK បងប្អូនអរគ្នាអូខេអញ្ចឹងបងប្អូនអរគ្នាតបមកយើងចុចពាក្យថា start streaming ដើម្បីឲ្យយើង connect ទៅជាមួយនឹង Facebook ដែលយើងយក stream key មកហ្នឹងបងប្អូនអរគ្នាជាមួយខ្ញុំចុចហ្នឹងមកអូខេបងប្អូនអរគ្នាយើងចុចដល់កន្លែង Facebook យើងវិញមក alright ចាំមក plate វានឹងលោតពណ៌បៃតងនេះឃើញទេមានន័យថាវា connect ជាមួយគ្នាបងប្អូនអរគ្នានេះឃើញទេបងប្អូនចុចមកអូខេឃើញអ្វីដែលខ្ញុំបានធ្វើជាសកម្មភាពនេះកំពុងតែធ្វើតមកទៀតជំហានទី2យើងត្រូវតែសរសេរ description ឬក៏ចំណងជើង game ដែលយើងបាន live លេងបងប្អូនអរគ្នាអញ្ចឹងបងប្អូនចង់ live ពី game អីបងប្អូនចុចកន្លែងនេះ complete បងប្អូនកន្លែងនេះកន្លែងគេដាក់ថា add post detail អញ្ចឹងបងប្អូនត្រូវតែចុចអាហ្នឹងបើអត់ចុចហ្នឹងទេយើងអត់អាចទៅមុខទៀតទេជំហានទី2អញ្ចឹងបងប្អូនធ្វើអីគេ game អីគេបងប្អូនចង់ live ពី game អីអញ្ចឹង game របស់ខ្ញុំច្រើននៅក្រោមនេះអញ្ចឹងខ្ញុំដាក់ថា game Yuri មួយចុះ game Yuri អានេះ game សេរីចាស់កាលតែខ្ញុំនៅរៀនវិទ្យាល័យបងប្អូនគឺល្បីមែនតើសម្រាប់អ្នកដែលដូចខ្ញុំនៅជំនាន់ហ្នឹងសប្បាយលេងណាអូខេឥឡូវខ្ញុំដាក់ថាតេស្តសាកល្បងចុះសាកល្បងសាកភ្លេចសាកភ្លេចកសាកល្បងអូខេនេះខ្ញុំនឹងធ្វើការសាកល្បងបងប្អូនអរគ្នាអូខេខ្ញុំចុច save ដើម្បីឲ្យវាដើរមកគ្នាបងប្អូនអរគ្នានេះវាលោតគ្រីសទី2ឯងបងប្អូនអរគ្នាមានន័យថាយើង complete ទី2បានជោគជ័យហើយនៅតែ go live ទេអញ្ចឹង go live បងប្អូនទាំងអស់គ្នាគ្រាន់តែយើងចុចពាក្យថា go live ទៅវានឹង live តែដំបូងយើងត្រូវបើកgame របស់យើងសិនបើយើងអត់បើក game ទេវាអត់ចូលក្នុង stream key របស់យើងណាបងប្អូនអរគ្នាអញ្ចឹងបងប្អូនបើកនេះ OBS សិនមកចុច OBS មកមើល game នឹង load អត់នេះបងប្អូនចុចខាងក្រោមនេះគេដាក់វីដេអូ window capture អញ្ចឹងបងប្អូនចុចវាមកចុចពីរដងមកចេញមកបបនេះបងប្អូនកន្លែងនេះគេដាក់ថា window នេះអញ្ចឹងបងប្អូនចុចពាក្យ window ហ្នឹងមកដើម្បីយើងរើស game ដែលយើង live អញ្ចឹងយើងចុចលើ game នេះមួយមកអូខេចុច OK ឃើញបងប្អូនអរគ្នាហើយយើងចូលក្នុង Facebook មើលចាំមក plate វានឹង load មកលើហើយអូខេអត់ដើរវារៀងយូរអញ្ចឹងខ្ញុំ refresh វាបន្តិចចុចម្ដងទៀតនេះឃើញហើយវាចេញមកហើយឃើញហើយបងប្អូនអរគ្នាឃើញ game ដែលយើង live ជាមួយនឹង Facebook ហើយអញ្ចឹងយើងត្រូវតែរើសប្រភេទ game នៅក្នុង OBS សិនបងប្អូនអរគ្នាយើងបើក game មកហើយយើងចូលកន្លែង OBS យើងចុចពាក្យថា window capture នេះនៅខាងក្រោមដែលយើងបានរៀបចំហ្នឹងណាបងប្អូនអរគ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាអាចមើលវីដេអូដែលខ្ញុំបានធ្វើពីមុនមកការរៀបចំកម្មវិធី OBS ហ្នឹងអូខេបងប្អូននឹងឃើញខ្ញុំដាក់នៅខាងលើហើយ
ចុងវីដេអូបងប្អូនអ្នកគ្នាអញ្ចឹងបងប្អូនត្រូវតែចុចរើសយកជាប្រភេទហ្គេមដែលយើងត្រូវលេងបងប្អូនអ្នកគ្នារួចហើយយើងយកនៅក្នុង Facebook របស់យើងនៅកន្លែងdetail របស់យើងហ្នឹងក៏យើងត្រូវរៀបរាប់ប្រាប់គេដែរថាយើងលេងហ្គេមប្រភេទអីអញ្ចឹងណាបងប្អូនអ្នកគ្នាអញ្ចឹងបងប្អូនចុច gain go line នេះជាការស្រេចណាបងប្អូនអ្នកគ្នាអញ្ចឹងខ្ញុំចុចឲ្យបងប្អូនមើលទាំងអស់គ្នាចុះហើយចាំមើលថាវាទៅអត់អូខេ3 2 1នេះអត់លេខសៀនណាបងប្អូនអ្នកគ្នាមើលមួយអូខេខ្ញុំធ្វើមួយឲ្យបងប្អូនអ្នកគ្នាហើយសង្ឃឹមថាវីដេអូនេះបងប្អូនអ្នកគ្នានឹងអាចចេះហើយទោះបីជាខ្ញុំមិនបានប្រាប់ល្អឥតខ្ចោះដូចគ្រូឬក៏បងដែលគាត់ជា professional ទេគ្រាន់តែជាក៏អាចឲ្យបងប្អូនបានចេះខ្លះដែរយ៉ាងណាបងប្អូនអ្នកគ្នាបើបងប្អូនទាំងអស់គ្នាចង់ដឹងច្បាស់បងប្អូនទាំងអស់គ្នាអាចចូលទៅមើលវីដេអូបងឬក៏គ្រូដែលគាត់ជាអ្នក professional បង្រៀនហ្មងអញ្ចឹងបងប្អូនទៅមើលវីដេអូរបស់គាត់ទៅបងប្អូននឹងចេះច្បាស់វីដេអូរបស់ខ្ញុំនេះគ្រាន់តែជាការចែករំលែកចែកជូនបងប្អូនទាំងអស់គ្នាឲ្យស្គាល់ពីរបៀបនៃការ live អញ្ចឹងណាបងប្អូនអ្នកគ្នាអញ្ចឹងនេះឃើញណាបងប្អូនអ្នកគ្នាអញ្ចឹងជាមួយខ្ញុំសាចូលហ្គេមជាមួយខ្ញុំលេងឲ្យបងប្អូនមើលថាវាលេងឬក៏អត់អូខេខ្ញុំចុច start ចាំមើលអូខេហ្គេមរបស់ខ្ញុំវានឹងដើរនេះបងប្អូនអ្នកគ្នាឃើញអត់ឃើញហ្គេមរបស់ខ្ញុំកំពុងតែដើរហើយខ្ញុំ record វានឹងវាកំពុងតែដើរអញ្ចឹងបងប្អូនអ្នកគ្នាអូខេអ្នកទាំងអស់គ្នាអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចេះហើយនឹងអាចធ្វើបានដូចខ្ញុំដែរអូខេអ្នកទាំងអស់គ្នាខ្ញុំមិនមែនជាគ្រូទេសូមបញ្ជាក់ខ្ញុំគ្រាន់តែជាអ្នកចេះតិចតួចលើកយកមកចែករំលែកអ្នកទាំងអស់គ្នាដើម្បីឲ្យអ្នកទាំងអស់គ្នាចេះហើយអ្នកទាំងអស់គ្នាអាចធ្វើបានហើយបើអ្នកទាំងអស់គ្នាអត់ច្បាស់ទេដូចខ្ញុំនិយាយអញ្ចឹងអាចចូលទៅមើលវីដេអូគ្រូឬក៏បងដែលជាអ្នក professional ហ្នឹងគាត់ចេះច្បាស់ជុំបងប្អូនទៅមើលវីដេអូគាត់ទៅបងប្អូននឹងចេះច្បាស់អូខេខ្ញុំគ្រាន់តែជាអ្នកដែលបង្ហាញតិចតួចនៃចំណេះដឹងតិចតួចរបស់ខ្ញុំតែប៉ុណ្ណឹងអូខេអរគុណច្រើនអ្នកទាំងអស់គ្នានិយាយច្រើនខុសច្រើនអញ្ចឹងជួបខ្ញុំនៅវីដេអូក្រោយអ្វីដែលខ្ញុំធ្វើខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាទាក់ទងនឹងចំណេះដឹងតិចតួចហើយជួបខ្ញុំនៅវីដេអូក្រោយពីរបៀប live YouTube ម្ដងអូខេអរគុណសម្រាប់ការចូលចិត្តឬក៏គ្រប់គ្រងដល់ខ្ញុំបានអរគុណសូមជម្រាបលា